ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC យុទ្ធភូមិភាគទី5ភាគីកម្ពុជានិងកងទ័ពភូមិភាគទី1ភាគីថៃបានចាប់ផ្ដើមកិច្ចប្រជុំរបស់ខ្លួននៅច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យលោកជំទាវឧត្តមស្នែកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី27ខែមករាឆ្នាំ2026នេះបានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនដល់សាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិឲ្យបានដឹងថានៅរសៀលថ្ងៃទី27ខែមករាឆ្នាំ2026នេះកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC យុទ្ធភូមិភាគទី5ភាគីកម្ពុជានិងកងទ័ពភូមិភាគទី1ភាគីថៃបានចាប់ផ្ដើមកិច្ចប្រជុំរបស់ខ្លួនហើយនាវេលាម៉ោង 14:00 នាទីនៅច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យព្រះរាជាណាចក្រកម្ពុជាទល់នឹងខេត្តស្រះកែវព្រះរាជាណាចក្រថៃគណៈប្រតិភូក្រុមលេខារបស់កម្ពុជាដឹកនាំដោយឧត្តមស្នេហ៍តូសកំប៉ាក់ប្រធានក្រុមលេខាធិការ OBC កម្ពុជានិងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយឧត្តមស្នេហ៍តូភិថាយាគូលពោធិសវណ្ណប្រធានក្រុមលេខាធិការ OBC ថៃនៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារព្រមទាំងធ្វើការផ្លាស់ប្តូរឯកសារទៅវិញទៅមកដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី29ខែមករាឆ្នាំ2026ខាងមុខនេះគួររំលឹកថាកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួមខាងលើឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពព្រមទាំងកសាងទំនុកចិត្តគ្នាទៅវិញទៅមកសម្ដៅលើកម្ពុជាសន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញសូមគូបញ្ជាក់ផងដែរថាកិច្ចប្រជុំក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ OBC នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី27ដល់ថ្ងៃទី28ខែមករាឆ្នាំ2026ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT របស់កម្ពុជានិងថៃផងដែរ